ហើយចូលដល់គូទី28ទូកពាក់ផ្លាកលេខ061ព្រះទីនាងខេត្តកណ្ដាលបានជួបជាមួយនឹងខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ177ខ្លែងសែនជ័យខេត្តត្បូងឃ្មុំបាទឥឡូវនេះយើងឃើញថាខ្សែទឹកខាងក្រៅកំពុងតែខិតខំប្រឹងប្រែងមែនទែនបាទឯកសន្តានពណ៌លឿងទុំបាទពណ៌លឿងទុំខ្សែទឹកខាងក្រៅមានឈ្មោះថាខ្លែងសែនជ័យបាទខេត្តត្បូងឃ្មុំបាទបានចូលមកដល់ទីព្រាត់មុនគូប្រកួតរបស់ខ្លួនចាអត់តាន់ដល់គូពិសេសទេលោកគ្រូចាទូកធម្មតាប៉ុន្តែនេះខ្ញុំសូមចូលខ្លួនធ្វើអត្ថាធិប្បាយជាបន្តទៀតចាសូមអភ័យទោសដល់ទីតែម្ដងហើយទូកមួយគឺទូកឈរជើងចាទូកមួយគឺទូកឈរជើងតែទូកឈរជើងនោះមានឈ្មោះថាចារន្ទះពេជ្រសែនជ័យហើយមួយគូទៀតសូមមើលចាសូមមើលលេខសម្គាល់សិនចា161បានន័យតែខ្សែទឹកខាងក្នុងបានចាខ្សែទឹកខាងក្រៅបានចាញ់បងហើយព្រះទីនាងចាព្រះទីនាងខ្សែទឹកខាងក្រៅបានចាញ់បងខ្លែងសែនជ័យចា